បាទសួស្តីអ្នកនរថ្ងៃនេះយើងរៀនមេរៀនតទៅនឹង phrasal verb យ៉ាងមុននឹងចូលមេរៀនយើងគួរតែដឹងតើអត្ថន័យរបស់ phrasal verb ជាអ្វីអូខេ A phrasal verb is a combination of a verb and one or more particles a preposition or an adverb that together create a new meaning different from the original verb យ៉ាង phrasal verb គឺជាការរួមផ្សំ combination រវាងកិរិយាសព្ទហើយនិងពាក្យផ្សេងទៀតជាពិសេសតទៅនឹង preposition ឬក៏ adverb នឹងហៅថា គេហៅថា phrasal verb វាបដូរអត្ថន័យដើមអូខេយើងមើលឧទាហរណ៍អូខេយើងមើល wake up wake up យ៉ាង wake up នឹងអត្ថន័យរបស់វាគឺ stop sleeping មកឈប់គេងឈប់ដេកអូខេបកប្រែជាភាសាខ្មែរ wake up គឺភ្ញាក់ពីដំណេកអូខេមើលរូបភាពភ្ញាក់ពីដំណេកយើងអត់តន់ចុះពីលើគ្រែណា wake up អូខេ example ឧទាហរណ៍ I wake up at 6 a.m. every day ឧទាហរណ៍ខ្ញុំក្រោកពីគេងនៅម៉ោង6ព្រឹកជារៀងរាល់ថ្ងៃអូខេយ៉ាង wake up ក្រោកពីគេងអូខេភ្ញាក់ពីគេងខ្ញុំភ្ញាក់ពីគេងនៅម៉ោង6ព្រឹកជារៀងរាល់ថ្ងៃ wake up ភ្ញាក់ពីគេង Number 2 give up give ពកក្រហម up ពកខៀវមែនទេយ៉ាង up ជា preposition give ជាកិរិយាសព្ទយ៉ាងកាលណាកិរិយាសព្ទបូកជាមួយនឹង preposition បង្កើតបានជា phrasal verb ពីបដូរអត្ថន័យបើយើងបកប្រែ give វាឲ្យមែនអត់ដល់ពេល give up ឲ្យឡើងមកចឹងមិនបកប្រែចឹងឲ្យឡើងណាយ៉ាង give up នៅទីនេះគឺ stop trying បានឈប់ធ្វើអ្វីមួយឈប់ព្យាយាមធ្វើអ្វីមួយ stop trying ឧទាហរណ៍យ៉ាង give up យើងបកប្រែជាភាសាខ្មែរបោះបង់ give up for example don't give up keep practicing English សូមកុំបោះបង់ចោលអីបន្តឬក៏ព្យាយាមអនុវត្តភាសាអង់គ្លេសអូខេដោយការរៀនដោយការផ្សេងទៅណា keep practicing អូខេបន្តឬព្យាយាមអនុវត្តភាសាអង់គ្លេសអូខេ keep គឺ keep doing something បន្តធ្វើអ្វីមួយ keep doing something អូខេយើងមើលយើង give up បបថាបោះបង់អូខេ don't give up កុំបោះបង់look for look មើលអូខេ look មើលដល់ពេល for ហ្នឹងគឺសម្រាប់ដល់ពេល look for មើលសម្រាប់អត់ត្រូវណាយើងអត្ថន័យរបស់ phrasal verb គឺប្រែប្រួលពីអត្ថន័យដើមជានិច្ចចាំអូខេ look for យើងបើប្រែថា try to find ព្យាយាមរកអ្វីមួយ try to find បាទវាបាត់អីមួយយើងព្យាយាមរកគឺថា look for example I am looking for my keys ខ្ញុំកំពុងតែរកមើលកូនសោរបស់ខ្ញុំនេះកំពុងរកមើលរូបភាពកំពុងតែរកមើលក្រមវលីក្រមប៉ាអ៊ីក្រមអីអូខេយើង look for គឺស្វែងរក try to find ស្វែងរកអូខេបន្តទៀត turn onងាកត្រឡប់មែនអត់ on នៅលើ turn on ងាកត្រឡប់លើមិនយើងបើប្រែចឹងណា turn on ជា phrasal verb យើងបើប្រែថាបើក start a machine អូខេយ៉ាងអត្ថន័យវាគឺ start a machine អូខេ machine or light ដំណើរការឬចាប់ផ្ដើមម៉ាស៊ីនឬក៏ចាប់ផ្ដើមភ្លើងចាប់ផ្ដើមបើកភ្លើងអូខេយ៉ាង turn off យើងបើប្រែថាបើកអូខេ example please turn on the TV សូមបើកទូរទស្សន៍បន្តិច please turn on the TV សូមបើកទូរទស្សន៍បន្តិចយើងអត់ប្រើពាក្យ open ទេណា open TV អត់ប្រើទេដោយសារតែ open គឺសម្រាប់បើកជាលក្ខណៈសិភៅអូខេទ្វារបង្អួចសម្រាប់ពាក្យ open ដែរអូខេទី5 turn off គឺបិទអូខេ turn off stop a machine អូខេ machine or light ឈប់ដំណើរការម៉ាស៊ីនឬក៏ភ្លើងមកបិទ example don't forget to turn off the lights before sleeping
don't forget to turn off the lights before sleeping សូមកុំភ្លេច don't forget សូមកុំភ្លេចបិទភ្លើងជាមុនសិនមុនពេលគេងយើងមុនពេលគេងយើងបិទភ្លើង don't forget to turn off the lights before sleeping right យើងថ្ងៃនេះខ្ញុំមាន fresh verb 5សម្រាប់រៀនអ្នកនេះអូខេយើងចាប់ហើយមាន5តំណឹងមេរៀនក្រោយនឹងបន្ត5ទៀតអញ្ចឹងមួយថ្ងៃមួយវីដេអូ5បានណាកុំឲ្យពួកយើងធុញហើយយើងគិតថាខ្ញុំគិតថាពួកយើងនឹងទទួលបានមេរៀននៅថ្ងៃនេះអូខេយើងរំលឹកមេរៀនមិញ turn off យើងប្រែបិទ turn on យើងប្រែបើក look for យើងប្រែថាស្វែងរកអ្វីមួយពេលបាត់ណារបស់អ្វីមួយណា give up ប្រែបោះបង់ give up wake up ភ្ញាក់ពីគេងអូខេយើងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើគិតថាមានប្រយោជន៍ដល់ពួកយើងអរគ្នាសូមជួយចែករំលែកអូខេអរគុណច្រើន